ជំរាបសួរនិងសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះអ្នកគ្រូបានលើកយកវិធីគុណប្រភេទនិងចំនួនគត់ដើម្បីមកបង្រៀនបងប្អូនទាំងអស់គ្នាដែលនៅក្នុងនោះអ្នកគ្រូបានលើកយកលំហាត់ចំនួន4ខ្ទង់ដែលមានចាប់ពីករហូតដល់ខអញ្ចឹងសូមបងប្អូនមកមើលលំហាត់ករបស់យើងដែលមានលេខ1/3គុណជាមួយនឹង2អញ្ចឹងដូចដែលបងប្អូនបានដឹងអញ្ចឹង1/3នេះគឺជាប្រភេទហើយលេខ2នេះគឺជាចំនួនគត់ដូច្នេះដើម្បីគុណប្រភេទបានបងប្អូនត្រូវបំលែងចំនួនគត់នេះឲ្យទៅជាប្រភេទជាមុនសិនដោយនៅរាល់ចំនួនគត់ទាំងអស់គឺតែងតែមានភាគបែងមួយនៅខាងក្រោមអញ្ចឹងបងប្អូនអាចសរសេរបានថា1/3គុណជាមួយនឹង2/1បន្ទាប់ពីបងប្អូនសរសេររួចហើយអញ្ចឹងបងប្អូនបានប្រភេទចំនួន2ដែល1/3គុណជាមួយនឹង2/1ដើម្បីគុណប្រភេទនិងប្រភេទបានបងប្អូនគ្រាន់តែយកភាគយកគុណជាមួយនឹងភាគយកនិងភាគបែងគុណជាមួយនឹងភាគបែងតោះអញ្ចឹងបងប្អូនមកកណនាជាមួយនឹងអ្នកគ្រូដោយបងប្អូនអាចសរសេរបានថា1គុណជាមួយនឹង2ភាគ3គុណជាមួយនឹង1 1គុណនឹង2ស្មើនឹង2 3គុណនឹង1ស្មើនឹង3ដូច្នេះចម្លើយរបស់យើងគឺ2ភាគ3អញ្ចឹងសូមបងប្អូនមកមើលលំហាត់ខរបស់យើងវិញដោយយើងមានប្រភេទ1/4គុណជាមួយនឹង4អញ្ចឹងនៅកន្លែងនេះបងប្អូនអាចសរសេរបានថា1/4គុណជាមួយនឹង4/1អញ្ចឹងបងប្អូនអាចយកភាគយកដែលមានលេខ1នេះគុណជាមួយនឹងភាគយកដែលមានលេខ4 1គុណនឹង4បន្ទាប់មកទៀតបងប្អូនអាចយក4គុណជាមួយនឹង1 1គុណនឹង4ស្មើនឹង4 4គុណនឹង1ស្មើនឹង4ឬក៏បងប្អូនអាចសម្រួលប្រភេទបាន4ចែកនឹង4ស្មើនឹង1ចំពោះលំហាត់កនិងលំហាត់ខសូមបងប្អូនធ្វើនៅផ្ទះដោយខ្លួនឯងដោយទម្លាក់ចម្លើយរបស់បងប្អូននៅក្នុង comment បានអ្នកគ្រូនឹងធ្វើការឆែកចម្លើយរបស់បងប្អូននៅពេលក្រោយដូច្នេះការដោះស្រាយលំហាត់របស់អ្នកគ្រូក៏បានឈានទៅដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ